Đầm Nam Ré tranh chùm ngữ sân mà sáng đo xoay những đôi mà đích chùm ngữ sân mà sáng nó lơ đầm Nam Ré bong ôn lọp khơi như chua bạc te để to lơ đầm Nam Ré bọc luôn đầy ót chùm ngữ sân mà sáng cái chùm ngữ môi khăn chùm nóng chùm ngữ sầm khăn để cạn lơ đầm Nam Ré này chùm ngữ đi cho anh cạn miên lang nơi ở đâu và xa nơi ở đâu prang về chlong pi cần lấy mũi tay cần lấy mũi ta mà dạc tròn chùm ngữ đi anh thuê tên là Paul đầm Nam miên cạn lẹ chóc đứa thuê ở đầm Nam chóc sói nghe rong tên năng ca bằng phanh pi chùm ngữ xanh tiết năng anh ngọc không cạn này thôn khổ rong xì nha năng ca việc gẹt đào rong xì nha đầm bông lịch láng nơ lơ slug đã chắc năng slug đã thật nơi nay khẳng khẳng kỳ không lẽ khăn nằm nói Paul sật mà sai việc gẹt đào chẳng cha phải ha năng bằng hai rong xì nha không dạ bay clay cứ trong tại bay thay bên nó score bọc sật cho banផលិតនៅពេលដែលអង្គតង់ស្តេបន្លឺទៀបសំណើខ្ពស់និងអាសូតខ្ពស់វាបង្កឲ្យស្គររបស់ផ្សិតកាន់តែលូតលាស់លឿនការវិវត្តនៃជំងឺនៅពេលដែលសីតុណ្ហភាពទាបចន្លោះពី20ទៅ25អង្សាសេចំណែកឯការឆ្លងឬដល់ជំងឺគឺនៅសីតុណ្ហភាពចន្លោះពី15ទៅ30អង្សាសេប៉ុន្តែបើសិនជាសីតុណ្ហភាពឡើងដល់37អង្សាសេឬលើសពីនេះជំងឺនេះនឹងបញ្ឈប់ការវិវត្តតែម្ដងមានន័យថាកម្ដៅកាន់តែក្តៅធ្វើឲ្យផ្សិតឈប់លូតលាស់ឬងាប់ប៉ុន្តែបើកម្ដៅឡើងខ្ពស់ពេកវាក៏មានផលវិបាកដល់ដំណាំផងដែរដូចជាពិបាកក្នុងការលូតលាស់ឬងាប់តែម្ដងវិធានការការពារនិងការគ្រប់គ្រងជំងឺនេះកសិករត្រូវពិនិត្យចម្ការជាប្រចាំដើម្បីតាមដានភាពមិនប្រក្រតីលើដំណាំបន្ថែមពីនេះត្រូវតាក់តែងមែកដំណាំដោយកាត់ស្លឹកដែលចាស់ចោលនិងកាត់ខ្នែងដែលគ្មានផ្លែចោលបើស្លឹកឆ្លងជំងឺត្រូវយកដុតឲ្យឆ្ងាយពីចម្ការដូចគ្នាដែរកសិករគួរដាំកាត់បន្ថយការប្រើប្រាស់អាសូតគឺកាត់បន្ថយការដាក់ជីអូយ៉េកុំដាក់លើដំណាំច្រើនពេកពូជដែលធន់ទៅនឹងជំងឺក៏កាន់តែសំខាន់បើមិនច្បាស់ថាពូជណាល្អគួរសាកសួរកសិករដែលដាំបានជោគជ័យក្នុងភូមិសាស្ត្រដូចគ្នានេះឬអ្នកជំនាញខាងកសិកម្មតែម្ដងចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ